យោងតាមក្រសួងការពារជាតិកម្ពុជានៅម៉ោង 11:06 នាទីព្រឹកថ្ងៃទី 18 ខែធ្នូ ឆ្នាំ 2025 យន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកចំនួន 2 គ្រាប់ទៅលើភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមិនទាន់មានព័ត៌មានពីទីតាំងរងគ្រោះជាក់លាក់និងផលប៉ះពាល់នៅឡើយទេទោះយ៉ាងណាលោកកិនភីអ្នកវិភាគកិច្ចការអន្តរជាតិព្រួយបារម្ភថាថៃកំពុងពង្រីកសង្គ្រាមបង្វែរពីសមរភូមិឈ្លានពានទឹកដីកម្ពុជាមកជាសមរភូមិវាយប្រហារតំបន់សេដ្ឋកិច្ចរបស់កម្ពុជាក្រសួងការពារជាតិបានឲ្យដឹងទៀតថានៅថ្ងៃទី 18 ខែធ្នូដដែលចន្លោះម៉ោង 9 និងម៉ោង 10 ព្រឹកយន្តហោះចម្បាំង F-16 របស់ថៃបានទម្លាក់គ្រាប់បែកនៅតំបន់ភ្នំខ្មោចនិងពាក់ស្បែកក្នុងខេត្តព្រះវិហារក្រសួងការពារជាតិកម្ពុជាបានពិពណ៌នាអំពីការវាយប្រហារទាំងនេះថាជាការរំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពនិងអំពាវនាវឲ្យថៃដកកងកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងទៅដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់យ៉ាងណាក៏ដោយក្រសួងការពារជាតិអះអាងថាមកដល់ពេលនេះកងកម្លាំងកម្ពុជានៅតែឈរជើងរឹងមាំនៅគ្រប់សមរភូមិដើម្បីការពារមាតុភូមិនិងជនស៊ីវិលមិនមានការឆ្លើយតបពីភាគីថៃតាក់ទងទៅនឹងប្រតិបត្តិការតាមអាកាសដែលបានរាយការណ៍នេះទេគិតត្រឹមម៉ោង 12 ថ្ងៃទី 18 ខែធ្នូឆ្នាំ 2025 ខ្ញុំរស់សុធាពី News Today NTTV